ធីបុណ្យចម្រើនបញ្ជូនហើយជាពិសេសថ្ងៃនេះបុណ្យរួចញោមបានចំណាយនៅធនធានទ្រព្យសម្បត្តិច្រើនណាស់ប្រគេនព្រះសង្ឃលើ21អង្គ21អង្គញោមមិនងាយហើយ21អង្គហ្នឹងកើតឡើងដោយអត់បានព្រៀងទុកទៀតសម្រាប់ព្រះសង្ឃនៅក្នុងវត្តនេះមានទាំងអស់តែ14អង្គទេអញ្ចឹងជាលៀបជាសំណាងជាបុណ្យរបស់ញោមកសាងពីអតិថិជាតិមកទាំងអស់គ្នាហើយបានញាតិមិត្តចូលរួមបច្ច័យទាំងអស់បាន12500ហើយ12500នេះញោមមិនបានទុកចាយវាផ្ទាល់ខ្លួនទេក្រោមការចាត់ចែងមកញោមហើយនឹងញោមមកពី Florida និងកូនភាសាកូនបង្កើតទាំងអស់គ្នាចូលរួមកសាងព្រះវិហារទាំងអស់$12500ខ្ញុំសូមបានជាកុសលនេះឧទ្ទិសជូនដល់ញោមប្រុសបច្ច័យឋានទៅឲ្យអស់រយៈកាល13ឆ្នាំក៏ពិតមែនតែបើយើងនិយាយតាមគម្ពីរពុទ្ធសាសនាក៏បានបដិសន្ធិកើតកំណើតថ្មី13ឆ្នាំដែរហើយយូរទៅនោះប្រកើតជាមនុស្សក៏បាន13ឆ្នាំដែរ13ឆ្នាំអីជួបកណារួចហើយនៅគេនៅកូនចឹងសូមបានជាបុណ្យនឹងឧទ្ទិសជូនគាត់ឲ្យគាត់បានសេចក្តីសុខសេចក្តីចម្រើនក្នុងជាតិថ្មីក្នុងភពថ្មីចឹងសូមឲ្យគាត់បានសោយសុខនៅក្នុងភពថ្មីជាមនុស្សក្តីជាក្នុងឋានសួគ៌ក្តីដោយអំណាចថ្ងៃនេះកូនចៅញាតិមិត្តរបស់ញោមបានធ្វើបុណ្យចម្រើនបញ្ជូនជូនញោមនឹងដោយអំណាចនៃបុណ្យកុសលថ្ងៃនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីកើតមានដល់ញោមទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងក្នុងពិធីបុណ្យចម្រើនបញ្ជូនហើយបានបច្ច័យកសាងព្រះវិហារដែលជាសេនាសនៈទានបានបុណ្យទាំងថ្ងៃទាំងយប់និងក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងថាបុគ្គលណាបានកសាងសេនាសនៈទានបានបុណ្យទាំងថ្ងៃទាំងយប់នឹងដោយអំណាចនៃបុណ្យទាំងថ្ងៃទាំងយប់នេះសូមបានជួយទ្រទ្រង់ញោមទាំងអស់គ្នាកើតជាតិណាសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ជាតិកុំឲ្យស្គាល់ពាក្យថាគ្មានពាក្យថាក្រពាក្យថាអត់កុំឲ្យកើតមានដល់ក្រុមគ្រួសារញោមទាំងអស់គ្នាឡើយដោយអំណាចនៃការចូលរួមកសាងព្រះវិហារនេះកើតជាតិណាសូមឲ្យរកស៊ីខ្លាយទុជាអ្នកមានស្ដុកស្ដំគ្រប់ជាតិដោយអំណាចនៃការចូលរួមកសាងព្រះវិហារញោមទាំងអស់គ្នាប្រាថ្នាយ៉ាងណាក្នុងជីវិតនោះក៏សូមឲ្យបានសម្រេចដោយបំណងផងប្រាថ្នាកបីអខានឡើយទេអតលធាសុខេតាវិរលហាពុទ្ធសាសនេអរោពាសុខេតាហោខសហសពេហិញ្ញតិភិនៈទាំងឡាយទាំងបុរសទាំងស្ត្រីចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា